ឃើញអាកម្មសក់គេនិយាយខ្ញុំមិនបានទៅមើលអាកម្មសក់ទៅសេទេតែវាឃើញ plot មកនៅក្នុង Facebook អាកម្មសក់គេថាអ្នកដែលចូលទៅស្រុកខ្មែរបានមានដូចតទៅណាមានដូចតទៅអាកម្មសក់គេទៅសេណាគេថាវាមានដូចតទៅអាអ្នកចូលស្រុកខ្មែរបានមានដូចតទៅសិទ្ធិចូលកម្ពុជាជាចំហរបស់ពលរដ្ឋខ្មែរក្រៅប្រទេសបានតែលើអ្នកចេះលើកជើងបញ្ចូលរបបគ្រួសារហ៊ុនខុសអាកម្មសក់វានិយាយខុសយ៉ាងម៉េចខ្មែរតឹងកប៉ាល់ហោះទៅលេងស្រុកខ្មែរអត់ទាំងដែលលើកជើងតកូលហ៊ុនផងមនុស្សមិនតិចអ្នកទេមួយថ្ងៃទៅស្រុកខ្មែរនីណូដែលសួរតាប្រឡងឌីប្លូមធ្វើមកជាប់កុំរៀនវាយដៃជក់មកមុខឯងសួរនេះខ្ជិលរៀនចោលម្ដាយបានមកសួរនោះវាយដៃជក់មកអូនជាប់ឌីប្លូមភ្លាមអាកឹមសុកទៅសេតទៅទៀតថាអ្នកនិយាយសម្របនឹងនយោបាយគ្រួសារតកូលហ៊ុនខ្មែរច្រើនម៉ឺនអ្នកណាដែលទៅស្រុកខ្មែរអត់បាននិយាយនយោបាយទេគេមិនធ្វើនយោបាយហើយអត់និយាយនយោបាយគេទៅថយខុសទៀតអ្នកដាំដើមគោដោយកាលសម័យអាវខ្មៅប៉ុលពតខុសទៀតដើមគោឥឡូវគេកាប់ចោលអស់ហើយអត់មានអាណាដាំទេក្មេងសម័យចំនួន generation Z ហើយនឹងចំនួន generation Alpha អត់ទាំងស្គាល់ដើមគោផងចឹងគ្មានអាណាទេហើយខ្មែរនៅក្រៅស្រុកអត់មានពូជគោដាំទេខ្មែរដែលគេអត់តាក់ទងនយោបាយគេទៅស្រុកតាមចិត្តអញ្ចឹងអាកឹមសុកស្អីខុសទៀតអាកឹមសុកស្អីទៀតអ្នកបដូរធាតុពីរិះគន់ទៅចោះចូលគណៈបកប្រជាជនអ្នកផ្លាស់ប្ដូរពីរិះគន់ទៅចូលគណៈបកប្រជាជនអានឹងពិតអានឹងគឺពិតអានឹងអាកឹមសុកវានិយាយគឺពិតមនុស្សដូចខ្ញុំអីចាញ់ចូលស្រុកខ្មែរតាមចិត្តមិនបានចាញ់ចូលស្រុកខ្មែរតាមចិត្តខ្ញុំរិះគន់ស្ថាបនាតែអារិះគន់មុសាណាអារិះគន់មូលបង្កាច់ណាចូលទៅគេហៅសួរហើយរិះគន់មូលបង្កាច់ចំណាយមុខដូចអាចេមសុកខ្ញុំនេះណាចាញ់ចូលស្រុកខ្មែរមកសេរីលោកហ៊ុនសែនប្រាប់ថាឯងមកអង្កលក៏មកទៅកុំបាច់ប្រាប់អញគ្មានអាណាគេធ្វើអីឯងទេពីព្រោះគេដឹងហើយតែឯងនឹងរិះគន់ស្ថាបនាឯងអត់មានបកនយោបាយអាណាគេទៅចាប់ឯងនិយាយអញ្ចឹងអាកឹមសុកវាទៅសេនឹងត្រូវមួយអ្នកបដូរធាតុពីរិះគន់នេះតែវាខុសត្រង់មួយវាទៅសេវានិយាយនឹងត្រូវសេនឹងត្រូវប៉ុន្តែខុសរឿងមួយខុសថាចេមសុកអត់មានចូលគណៈបកប្រជាជនអញចង់ទៅស្រុកខ្មែរអង្កលក៏បានដែរវាព្រោះអញរិះគន់ស្ថាបនាតែរិះគន់មូលបង្កាច់ទៅគេរករឿងអាកាប់ភ្លើណាបន្ទាប់មកទៀតវាទៅសេថាអ្នកបដូរចរិតពីវាយបហាទៅសុំទោសសម្ដេចហ៊ុនសែនមានអញមួយអញឲ្យតានេះអញមិនដែលវាយបហាទេហើយទៅឆែកមើលបងប្អូននៅស្រុកខ្មែរហ៊ុនសែនមិនដែលពកមុខដោយសារអញឬក៏ជាំស្បែកទេណាអូខេអញ្ចឹងអញនេះមិនបានសុំទោសគឺជាសុជីវធម៌របស់មនុស្សអាកឹមសុកវាអត់ដឹងថាអាគុលអាស័យដែលជាចវាយរបស់វាសុំទោសហ៊ុនសែននឹងមិនបានដងទេអាកឹមសុកវាភ្លេចថាអាគុលអាស័យនឹងប្រពន្ធវាយាយម៉ែមើលហ្នឹងសុំទោសហ៊ុនសែនដឹងមិនបានដងទេអញ្ចឹងអញសុំទោសហ៊ុនសែនជាសុជីវធម៌ការគួរសមចំពោះបងប្រុសអញផ្កាយព្រឹកអញនិយាយទៅអញតែងសុំទោសគាត់ហើយអញសុំនិយាយផងចុះឪឯងឪមេឯង23ដុល្លារកណ្ដាញ់ស្ញួយនោះអាគុលអាស័យឪឯងនឹងសុំទោសជាលាយលក្ខអក្សរទៅទៀតហើយមិនក៏មិនអីអាហ្នឹងណាអូខេតើទាំងនេះជាលក្ខខណ្ឌសិទ្ធិពលរដ្ឋខ្មែរដែលមានចែងក្នុងរដ្ឋធម្មនុញ្ញទេជាលក្ខខណ្ឌសិទ្ធិពលរដ្ឋខ្មែរស្អីទៅលក្ខខណ្ឌសិទ្ធិពលរដ្ឋខ្មែរអានេះវាទៅសេអត់អានរដ្ឋធម្មនុញ្ញនេះអាកឹមសុកខ្ញុំឃើញ pop up នៅក្នុង YouTube ទៅណាខ្ញុំឃើញ pop up ទៅណាខ្ញុំឃើញ pop up ទៅក៏
អញ្ចឹងបានខ្ញុំលើកយកមកណាអូខេ